ประมาณថ្ងៃនេះនៅខាងរដ្ឋ California គឺមានភាពវឹកវរខ្លាំងមែនទែនជាមួយនឹងការតាមចាប់ប្រជាជនដែលគាត់រស់នៅទីនេះអត់មានក្រដាសស្នាមត្រឹមត្រូវហើយយ៉ាងនេះដែរគឺមានការប្រជុំគ្នាជាច្រើនបងប្អូនមនុស្សម្នារាប់ពាន់នាក់គឺគាត់ទៅប្រជុំតាមស៊ីរីធំដូចជានៅតាម downtown Los Angeles នៅ San Diego គឺថានៅច្រើនកន្លែងខ្លាំងមែនតើតែម្ដងគឺគាត់នាំគ្នាតវ៉ាហើយប្រជាជនដែលគាត់នាំគ្នាតវ៉ាភាគច្រើនគឺជនជាតិម៉ាស៊ីកូបងប្អូនគឺថាសម្បូរខ្លាំងមែនតើតែម្ដងអត់សូវមានអាស៊ីយើងប្រហែលទេយើងអាចសម្គាល់មើលបានដោយសារតែពួកគាត់ដែលអ្នកទៅតវ៉ាភាគច្រើនគឺគាត់លើកទង់ជាតិម៉ាស៊ីកូបងប្អូនហើយព្រឹត្តិការណ៍នេះដែរគឺគេបានធ្វើនៅថ្ងៃទី14ខែ6ឆ្នាំ2025ត្រូវនៅថ្ងៃសៅរ៍ថ្ងៃហ្នឹងបងប្អូនហើយតាមពិតទៅការប្រជុំនេះគឺមានរយៈពេល9ថ្ងៃមកហើយបងប្អូនថ្ងៃនេះគឺថ្ងៃទី9នៅខាងរដ្ឋ California ហ្នឹងតែគាត់ថាថ្ងៃនេះគឺគេធ្វើនៅតាមស៊ីរីធំច្រើនជាងរាល់ដងបងប្អូនថាច្រើនខ្លាំងមែនតើតែឥឡូវយើងកលេចមកមើលវីដេអូយើងសិនបងប្អូននេះគឺទីធ្លានៅជុំវិញផ្ទះបងស្រីខ្ញុំនៅខាង Riverside បងប្អូននេះគាត់មូលផ្ទះហៅកូនគាត់រៀនចំទៅដោយសារតែនៅនេះតំបន់នេះគឺវាឆ្ងាយពីទីក្រុងអញ្ចឹងហើយគឺគាត់ត្រូវការមូលចេញហើយដំណាំគាត់ដាំគាត់ថាច្រើនខ្លាំងមែនតើតែបងជាពិសេសគឺថាស្លឹកគ្រៃហ្នឹងបងប្អូនហើយជីគាត់ថាច្រើនខ្លាំងឡើយហ្នឹងអញ្ចឹងហើយពួកខ្ញុំនេះមកកាត់យកទៅទុកខ្លះបងប្អូននេះហើយគាត់ថាជីថ្ពាល់ត្រីនេះបងប្អូនហើយដោះល្អមែនតើតាមដងសម្រាប់បងប្អូនដែលគាត់ចង់បានអីនៅខាង Norwalk Lakewood ឬមួយក៏ឡង់3បងប្អូនអាចតាក់ទងមកបានគឺនិយាយទៅគឺគាត់លក់បងប្អូននេះក៏កាត់យកទៅឲ្យហ្មងណាជាពិសេសហ្នឹងគឺថាស្លឹកគ្រៃហ្នឹងតែបងប្អូនឃើញមកជួលចំហៀងផ្ទះហ្នឹងគឺថាសិតតែស្លឹកគ្រៃទាំងអស់បងប្អូនហើយនិយាយថាគាត់ដាំបានច្រើនមែនតើហើយល្អហ្មងណាដោយសារតែគាត់ត្រូវមូចេញពីផ្ទះហ្នឹងបងប្អូនផ្ទះហ្នឹងគឺគាត់ដាក់ជួលបងប្អូនណាគាត់កំពុងតរោផ្ទះជួលអីកន្លែងស្ងប់ស្ងាត់អីបងប្អូនអាចមកជួលបានបងប្អូនផ្ទះនេះគឺគាត់ទិញថ្មីបងប្អូននេះដោយសារតែកូនគាត់រៀនចប់អស់អញ្ចឹងហើយគឺគាត់ត្រូវការមូចេញទៅនៅចិត្តសាលាកូនគាត់អញ្ចឹងគឺគាត់ដាក់ផ្ទះនឹងជួលហើយពួកខ្ញុំនេះមកបោចទឹកក្រៃនេះយកទៅទាំងយប់តែម្ដងបងប្អូនហើយនេះបោចតែមកគុំទេបងប្អូននេះមកប្រឡងសក់ច្រើនខ្លាំងទៀតដោយសារតែវាច្រើនពេកយកបងប្អូនអញ្ចឹងហើយខ្ញុំអត់បានកាត់យកទៅទាំងអស់ទេបងប្អូនក៏ចង់បានមកក៏ដូចថាយើងតាក់ទងមកបានបងប្អូននេះហើយផ្ទះគាត់នៅតំបន់នេះគឺថាស្ងប់ស្ងាត់ល្អស្អាតបងប្អូននៅម្ដុំនេះគឺភាគច្រើនសិតតែផ្ទះ2ជាន់ទាំងអស់បងប្អូននេះខ្ញុំបានថតបងប្អូនមើលពេលព្រឹកទេបងប្អូននេះខ្ញុំមកដល់រៀងយប់ដែរអញ្ចឹងណាហើយតាមមើលឥឡូវលើថាយប់អញ្ចឹងថតអត់បានពេញជប់ជ្រុបជ្រុងជ្រោយទេបងប្អូនបងប្អូនដែលគាត់ចង់ជួលអីបងប្អូនអាចតាក់ទងមកចាំខ្ញុំឲ្យលេខទូរស័ព្ទទៅគាត់ផ្ទាល់ហ្មងនេះនៅខាង Lake Arsenal រដ្ឋ California ហ្នឹងតែម្ដងបងប្អូននិយាយទៅផ្ទះគាត់គឺថាមាន4បន្ទប់បងប្អូនមាន master room និយាយទៅស្អាតបងប្អូនមានពេទ្យចាំខ្ញុំទៅថតឲ្យបងប្អូនមើលម្ដងទៀតហើយឥឡូវនេះមកដល់ផ្ទះហើយបងប្អូនណានិយាយថានេះទុកឡើងមកយប់ហ្មងណាបានមកកាត់គល់ស្លឹកគ្រៃនៅឯសាននៅអាមេរិកនេះបងប្អូនភិកច្រើនរបស់យើងញ៉ាំគឺយើងបកកទុកបងប្អូនអញ្ចឹងហើយខ្ញុំនៅពេលដែលមានគល់ស្លឹកគ្រៃអីច្រើនអញ្ចឹងបងប្អូនខ្មែរគាត់ហៅយកអីអញ្ចឹងគឺខ្ញុំទៅកាត់យកហើយបងប្អូនស្អីគឺខ្ញុំកាត់យកមកកិនធ្វើគ្រឿងទុកញ៉ាំអញ្ចឹងណាសារពេលខែល្ងាគឺថាដាំមកដោះហើយបងប្អូនដាំដោះល្អតែខែក្តៅឯងហើយគល់ស្លឹកគ្រៃនៅនេះបងប្អូនថ្លៃណាស់បងប្អូនមកគល់ហ្នឹងគឺ1រៀលបងប្អូនបើសិនយើងទៅទិញនៅតាមផ្សារហ្នឹងណាហើយដោយសារតែខ្ញុំមានម៉ាស៊ីនកាត់ហើយនិងម៉ាស៊ីនកិនគល់ស្លឹកគ្រៃនៅផ្ទះអញ្ចឹងបងប្អូនគឺខ្ញុំអត់ងាយខ្ជិលទេបងប្អូនឲ្យតែថាមានស្លឹកគ្រៃច្រើនប៉ុណ្ណាក៏ដោយបងប្អូនម៉ាស៊ីននេះគឺយើងអាចហាន់គល់ស្លឹកគ្រៃបានហើយយើងអាចកិនលាយគ្រឿងអីគឺថាម៉ាស៊ីនទាំងអស់តែសម្រាប់បងប្អូនដែលគាត់មានម៉ាឪចាស់នៅអាមេរិកនេះបងប្អូនគាត់អាសាហាន់គល់ស្លឹកគ្រៃយកទុកអីបងប្អូនទិញអាហ្នឹងឲ្យគាត់មួយគឺថាងាយស្រួលកុំឲ្យគាត់ពិបាកអង្គុយហាន់គាត់ថាហាន់យូរណាស់បងប្អូនគល់ស្លឹកគ្រៃយើងយកមកនេះបងប្អូនមានចាយើងកាត់តាគល់ហើយលាងទាំងឲ្យស្អាតអញ្ចឹងមកបងប្អូនហើយនេះឥឡូវយើងដាក់ចូលម៉ាស៊ីនទៅហើយរបៀបសិតអាម៉ាស៊ីនក៏អត់ពិបាកដែរម៉ាស៊ីននេះទិញតាម Walmart និយាយទៅនៅណាក៏មានដែរបងប្អូននៅប្រទេសអាមេរិកនេះណាមួយនេះដូចជាឥឡូវដូចជា$47បងប្អូននេះអត់ដល់50ទេមួយនេះកាលមុនតែ30ជាងទេដោយសារតែតំណែងវាឡើងថ្លៃអញ្ចឹងណាបងប្អូនឃើញយើងសិតអាប់ហើយយើងដាក់គល់ស្លឹកគ្រៃយើងទៅឃើញគឺវាហាន់ខ្លួនឯងយកទាំងអស់តាមបងប្អូនចង់ហាន់ក្រាស់ក៏បានហាន់ស្ដើងក៏បានតាមចំណង់ចំណូលចិត្តអញ្ចឹងទៅដោយសារតែម៉ាស៊ីនខ្ញុំនេះវារៀងចាស់ដែរបងប្អូននេះគឺថាប្រើយូរឆ្នាំមែនតើយកទៅធ្វើប្រហិតសាច់គោផងយកទៅអីផងអញ្ចឹងវារៀងរិចរិលអស់ហើយពេលហាន់ណាមកគឺថាវាអត់សូវបានល្អប្រហែលទេណាមួយស្លឹកគ្រៃខ្ញុំនេះទុកនេះគឺថាវារៀងទូចដែរអញ្ចឹងគឺសម្រាប់ក្នុងការហាន់តិចចាស់យើងត្រូវរះបងប្អូនឃើញនេះបើសិនជាបងប្អូនទិញមកថ្មីគឺថាហាន់បានល្អណាស់បងប្អូននេះហើយបើសិនជាបងប្អូនកាត់តែអត់សូវស្អាតអញ្ចឹងបងប្អូនអាចសិតអាប់ម៉ាស៊ីនផ្សារថ្មីម្ដងទៀតបងប្អូនសលៀងវាទៅពេលដែលយើងខាន់នឹងម៉ាស៊ីនណាបងប្អូនឃើញនេះគឺវាដាក់ទូចបែបនេះបងប្អូននិយាយទៅពេលខ្លះក៏វាល្អពេលខ្លះក៏វារៀងជាប់វែងដែរដោយសារអីគឺម៉ាស៊ីនខ្ញុំវារៀងចាស់ដូចថាចឹងខ្ញុំអត់បានសលៀងអត់បានអីទេម៉ាស៊ីននេះគឺវាលេងសូវចង់មុតហើយបងប្អូនចាស់ឲ្យកាត់អត់សូវបានល្អអត់ដូចពេលដែលទើបតែទិញថ្មីទេបន្ទាប់ពីខ្ញុំហាន់អីរួចអស់ហើយឥឡូវនេះគឺយើងមកកិនគ្រឿងម្ដងបងប្អូនកិនគឺយើងអត់ចាំបាច់ដាក់ទឹកទេម៉ាស៊ីននេះដូចខ្ញុំធ្លាប់បង្ហាញពីមុនមកម្ដងហើយក្នុងវីដេអូមុនអញ្ចឹងណាយើងដាក់តែម្ដេងខ្ទឹមស្លឹកក្រូចអីកិនចូលគ្នាទៅយើងមិនបាច់ហាន់អីទេស្លឹកក្រូចអីហ្នឹងបងប្អូនដាក់ទាំងមូលក្លុកចូលគ្នាអញ្ចឹងទៅគឺគេមានម៉ាស៊ីន
ក្បត់កិនគេខាងដូចបងប្អូនឃើញនៅក្នុងវីដេអូបងប្អូនឃើញនេះយើងចង់កិនឲ្យវាម៉ត់ក៏បានយើងចង់កិនឲ្យវាដុំក៏បានដែរបងប្អូននេះយើងបើកមើលអញ្ចឹងទៅបងប្អូននេះខ្ញុំកិននេះអត់ទាន់ម៉ត់ល្អទេអញ្ចឹងខ្ញុំក៏បន្តកិនបន្ថែមទៀតយើងកិនវារហូតដល់យើងពេញចិត្តថាវាម៉ត់ល្អប៉ុណ្ណាអញ្ចឹងណាបងប្អូនឃើញគឺថាស្រួលបងប្អូនមិនបាច់ត្រូវការត្បាល់ត្រូវការជ្រុញត្រូវការអីទេបងប្អូននេះកិនគ្រឿងហាន់សក្តិអីអញ្ចឹងណាបងប្អូនឃើញគឺហាន់នៅនឹងកិននៅនឹងអីនៅនឹងទាំងអស់តែម្ដងឥឡូវគឺថារួចរាល់អស់ហើយគឺខ្ញុំអាចច្រកយកដាក់ថង់ទូចអញ្ចឹងទៅដាក់ក្នុងទូកកបកវាញ៉ាំបានរាល់ឆ្នាំបងប្អូនហើយនេះទឹងទុកឆាគ្រឿងបងប្អូនឃើញយើងបកកដូចគ្នាទាំងអស់ទៅគឺថាងាយស្រួលបងប្អូនធ្វើម្ហូបអីក៏ថាអត់ពិបាកទេយើងមានគ្រឿងផ្សំអញ្ចឹងគឺថាលឿនទៀតហើយវីដេអូមួយនេះដែរមិនដឹងជាចង់និយាយអីឲ្យច្បាស់ទេបងប្អូនសូម្បីតែខ្ញុំអ្នកបញ្ចូលសលេងនេះអ្នកកាត់តនេះក៏មិនដឹងថាខ្លួនឯងចង់និយាយពីអីដែរបងប្អូនសារវាច្រើនពេកអញ្ចឹងហើយក៏ដាក់ចូលគ្នាអញ្ចឹងទៅហើយដូចថាអញ្ចឹងបងប្អូនវីដេអូនេះសម្រាប់បងប្អូនដែលគាត់ចង់រកផ្ទះជួលនៅខាង Lake Asno អីបងប្អូនអាចតាក់ទងមកបានដែលចង់បានកូដសក្តិអីក៏តាក់ទងមកបានដូចគ្នាហើយព័ត៌មានដែលខ្ញុំអាប់ដេតនៅខាងរដ្ឋ California ដូចប្រាប់នៅដើមវីដេអូអញ្ចឹងហើយចាក់វីដេអូចែករំលែករបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្ណឹងអរគុណច្រើនបាយបាយជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយទៀត